តើលើបន្តទៀត292 Each of the girls blank a lot of toys ជំរឿ A have B has C having ហើយនឹង D house ដែលយើងឃើញថាវាសុទ្ធតែជា form របស់ have ទាំងអស់ដែលបានន័យថាម៉េចមានអញ្ចឹងយើងអាចសាកល្បងបកប្រែអត្ថន័យប្រយោគបានគឺ each of the girls បានន័យម៉េចបាទម្នាក់នៃក្មេងស្រីឬក៏ក្មេងស្រីម្នាក់មានរបស់លេងច្រើនបាត់ថយរបស់លេងតើយកចម្លើយមួយណា A B C D ហ្នឹងយក A half មានផ្សេងពី A ទៀតអត់ A ហ៎ជាពុយជាផ្កាយសិតតែ A តែមិនតាន់ត្រូវទេយកអីចឹងបាទយក B បានត្រូវគឺពាក្យ as មកពីអីមកពី each of យកចំណាំណា clear each of clear one of each of ហើយនឹង one of ពីក្រោយវា 100% គឺ noun plural ប៉ុន្តែ clear ទាំងមូលគឺ singular ណាមួយនៃម្នាក់នៃនីមួយនៃក្នុងចំណោមច្រើនគឺយកតែមួយទេមិនមែនច្រើនទេបាទទាំងអស់វាច្រើនតែគិតតែមួយទេឬក៏មកសាំញ៉ាំចោលយើងចំណាំជា clear មិនអា clear each of one out ហ្នឹងដូចខ្ញុំនិយាយមកអញ្ចឹង each out បូក noun plural one out ក៏បូក noun plural តែមក clear ហ្នឹងគឺចាត់ទុក singular អញ្ចឹងវាគូជាមួយនឹង has មិនអាចប្រើមួយ a have បានព្រោះ have ដល់ plural ហើយដល់ cd ខ cd c having វាជា verb ing វាជា verb របស់ subject មិនអាចប្រើជា verb ing អញ្ចឹងនោះទេអានេះយើងជួបច្រើនណាបន្តពី subject បើ verb ជា verb របស់វា verb ទាំងមិនអាចជា verb ing ទេអញ្ចឹងបានទេហើយអា d have ហ្នឹងមិន have តាមឯហ្នឹងគ្មានណាគ្មានពាក្យហ្នឹងទេតើអញ្ចឹងប្រយោគដែលបានគឺ each of the girls has a lot of toys ដែលបានន័យថាម្នាក់នៃក្មេងស្រីមានរបស់លេងច្រើន